6យ៉ាងដែលកំពុងតែបង្ហាញថារាងកាយរបស់យើងកំពុងតែប្រាប់ឬក៏ផ្ដល់សញ្ញាឲ្យយើងថាយើងកំពុងតែមានការកើនឡើងជាពលនៅក្នុងរាងកាយរបស់យើងអញ្ចឹងថ្ងៃនេះបើសិនជាបងប្អូនកំពុងតែមានរោគសញ្ញាទាំង6យ៉ាងនេះបងប្អូននឹងយើងមកដឹងថាយើងចាប់ផ្ដើមមានបញ្ហាជាពលក្នុងរាងកាយរបស់យើងអញ្ចឹងតកតងបញ្ហាទី1ដែលបងប្អូនតែងតែជួបប្រទះហ្នឹងគឺតកតងអាសាឈឺក្បាលញឹកញាប់បាទអាសាឈឺក្បាលញឹកញាប់វិលមុខទោះបីយើងព្យាយាមញ៉ាំអាហារច្រើនយ៉ាងណាក៏ដោយប៉ុន្តែនៅតែមានអារម្មណ៍ថាអាសាឈឺក្បាលវិលមុខឬក៏អត់សូវមានកម្លាំងឯហ្នឹងបាទទី2តកតងនឹងបញ្ហាក្លិនខ្លួនក្លិនមាត់ដែលយើងជួបប្រទះមានន័យថាយើងខំព្យាយាមសម្អាតខ្លួនសម្អាតមាត់របស់យើងសម្អាតរាងកាយរបស់យើងយ៉ាងណាក៏តែអាបញ្ហាក្លិនខ្លួនក្លិនមាត់របស់យើងវានៅតែមានបាទនៅតែបន្តអញ្ចឹងណាបាទទី3តកតងនឹងបញ្ហាខ្សោយបាទគេងមិនលក់មានអារម្មណ៍ថាពេលថ្ងៃអញ្ចឹងយើងមានអារម្មណ៍ថាងុយគេងចង់គេងណាបាទប៉ុន្តែដល់ពេលយប់គេងអត់លក់វិញអាហ្នឹងក៏ជាបញ្ហាមួយដែរបាទទី4តកតងនឹងប្របាក់បត់ជើងបាទបាក់បត់ជើងតូចឬក៏ជើងធំប្របាក់បត់ជើងដូចគ្នាបាទហើយមួយទៀតពេលដែលបត់ជើងតូចមកមានពពុះមានក្លិនមិនល្អមកក្លិនដែលមិនល្អមកជាមួយទឹកនោមរបស់យើងហ្នឹងបាទហើយទី5តកតងអាសាមូម៉ៅខឹងច្រើនអត់សូវសប្បាយចិត្តអារម្មណ៍របស់យើងឡើងចុះធ្លាក់ចុះឡើងដូចអត់ត្រូវចិត្តរបស់យើងមានអារម្មណ៍ថាវាអត់សូវសប្បាយចិត្តឬក៏អត់សូវរីករាយប្រហែលនៅពេលដែលយើងចាប់ផ្ដើមមានបញ្ហាហ្នឹងហើយទី6តកតងនឹងបញ្ហាឡើងកន្ទួលរមាស់លើស្បែករបស់យើងឬក៏មានបញ្ហាឡើងមុននៅខ្នងហើយអាការៈទាំងអស់នេះខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាមានអ្នកខ្លះកំពុងតែជួបប្រទះបែបហ្នឹងឯងអញ្ចឹងអានេះវាជាសញ្ញាដែលបង្ហាញថាជាតិពុលរាងកាយរបស់យើងចាប់ផ្ដើមមានការកើនឡើងអញ្ចឹងបងប្អូនថ្ងៃនេះខ្ញុំឲ្យបងប្អូនមកដឹងជាមួយនឹង chlorophyll នេះដែលទៅដោះស្រាយទៅដល់បញ្ហាដែលបងប្អូនកំពុងជួបនឹងអញ្ចឹង chlorophyll ហ្នឹងពេលដែលបងប្អូនញ៉ាំទៅវាជួយបានរាងកាយរបស់យើងទាំងមូលតែម្ដងមានន័យថាទៅលាងសម្អាតជាតិពុលគីមីដែលមិនល្អក្នុងរាងកាយជួយបង្កើនអុកស៊ីសែនបាទជួយបំបត្តិក្លិនខ្លួនក្លិនមាត់របស់យើងហ្នឹងហើយពេលដែលយើងបត់ជើងមកវាលែងសូវមានពពុះមានក្លិនមិនល្អមានន័យថាទៅលាងសម្អាតច្រោះតម្រងនោមរបស់យើងឲ្យកាន់តែល្អប្រសើរបន្ថែមទៀតមួយទៀតជួយកាពះពោះវៀនហើយជួយបង្កើនគេហៅថាអុកស៊ីសែននៅក្នុងសរសៃឈាមរបស់យើងដំណើរការបានល្អអញ្ចឹងបើសិនជាបងប្អូនកំពុងតែមានបញ្ហាទាំងអស់ហ្នឹងបងប្អូនគួរតែលាងសម្អាតជាតិពុលនឹងចេញកុំឲ្យវាជាផលរំខានដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពក៏ដូចជាការប្រកបការងារប្រចាំថ្ងៃរបស់បងប្អូនទាំងអស់គ្នា